ថ្ងៃនេះខ្ញុំសូមបញ្ជាក់ទៅដល់បងប្អូនជនរួមជាតិទាំងអស់ឲ្យបានដឹងថានាងខ្ញុំមានសញ្ជាតិខ្មែរតែមួយមានផ្ទះតែមួយនៅប្រទេសកម្ពុជាមិនមានផ្ទះនៅបរទេសទេមិនមានសញ្ជាតិបរទេសណាមួយទេហើយនាងខ្ញុំមានឪពុកជាជនជាតិខ្មែរ 100% ហើយឪពុកនាងខ្ញុំគឺជាមន្ត្រីរាជការដែលធ្វើការបម្រើប្រទេសជាតិមួយនេះនិងបម្រើប្រជាជនទាំង17លាននាក់ដូចគ្នាសមាជិកគ្រួសាររបស់នាងខ្ញុំក៏ជាយោធាដែលធ្លាប់ឈរជើងការពារប្រាសាទព្រះវិហារការពារសង្គ្រាមជាមួយសៀមឆ្នាំ2008ដូចគ្នាដូច្នេះបងប្អូនមិនបាច់មកប្រាប់នាងខ្ញុំថានាងខ្ញុំមិនទទួលអារម្មណ៍ឈឺចាប់ដូចជាគ្រួសាររបស់កងទ័ពនាងខ្ញុំមិនយល់ទេក្របមិនតាន់ធ្លាក់ដល់ផ្ទះខ្ញុំនាងខ្ញុំមិនយល់បងប្អូនបាច់ប្រាប់ខ្ញុំទេខ្ញុំធ្លាប់ទទួលអារម្មណ៍នឹងហើយអារម្មណ៍ដែលឃើញសមាជិកគ្រួសារយើងរៀបប្រវត្តិនៅក្នុងការចេញទៅជួមុខនាងខ្ញុំស្គាល់មកហើយអញ្ចឹងនាងខ្ញុំសូមជម្រាបនៅទីនេះម្ដងទៀតនាងខ្ញុំឪពុកនាងខ្ញុំក្រុមគ្រួសារនាងខ្ញុំគឺជាជនជាតិខ្មែរ 100% ដែលកំពុងតែធ្វើការបម្រើប្រទេសជាតិមួយនេះបម្រើដល់ប្រជាជនទាំង17លាននាក់ដូចគ្នាដូច្នេះហើយសូមមេត្តាឈប់បន្តនៅការចែកចាយឬក៏ការលាបពណ៌ប្រមាថទៅលើក្រុមគ្រួសារនាងខ្ញុំទៀតចា៎ខ្ញុំយល់ឃើញថានៅលើបណ្ដាញសង្គមសប្តាហ៍ថ្ងៃសម្រាប់អ្នកដែលវាយប្រហារខ្ញុំគឺមាន3ប្រភេទទី1គឺអ្នកដែលគាត់គឺគាត់មានចេតនានៅក្នុងការតាមវាយប្រហារយើងមិនថាយើងធ្វើការបកស្រាយឬមិនបកស្រាយយើងធ្វើឬមិនធ្វើច្រើនប៉ុណ្ណាក៏នៅតែគាត់រកចំណុចតាមវាយប្រហារយើងដូចគ្នាបន្ទាប់មកទៀតហ្នឹងគឺអ្នកដែលគាត់យកបញ្ហាហ្នឹងទៅធ្វើជា content បន្តមិនថាជា content ឌឺដងឬក៏ content ការពារឬក៏ content នៅក្នុងន័យស្នេហាជាតិបែបណាតែនេះគឺជា content ហើយវាគឺជាការងាររបស់គាត់ធ្វើដើម្បីផលប្រយោជន៍តខ្លួនរបស់គាត់ like view ឬក៏លុយ whatever គឺវាគឺជាការងាររបស់គាត់ដែលខ្ញុំជឿថាមិនមែនគាត់ធ្វើតែសម្រាប់ខ្ញុំទេសម្រាប់បងប្អូនផ្សេងឬមួយក៏អីដែលវារសើបនៅលើបណ្ដាញសង្គមគាត់យកទៅធ្វើ content ហ្នឹងនឹងគឺជាការងាររបស់គាត់ធម្មតាដែលយើងមិនអាចទៅបន្ទោសគាត់បានទេនិងប្រភេទទី3គឺជាប្រភេទអ្នកដែលគាត់តែងតែជឿទៅលើព័ត៌មានបែប MO ឬមួយក៏បែបដែលគាត់មិនបានទៅមើលឲ្យបានច្បាស់ថាតើពីដំបូងឡើយវាមានអីកើតឡើងហើយគាត់ក៏ចូលទៅហៃអាហើយម្យ៉ាងវិញទៀតតាក់ទងជាមួយនឹងកំហឹងនៅក្នុងពេលនេះពេលដែលមានវិបត្តិនេះគឺបានធ្វើឲ្យគាត់គេហៅថាកំហឹងមកបាំងនៅក្នុងការ comment នៅកាន់នឹងជេរប្រមាថនៅក្នុងរូបភាពផ្សេងៗអញ្ចឹងទៅ Nine Tails Cambodia Medical Skincare ឯកទេសព្យាបាលស្បែកមុខ